សម្រាប់ប្រទេសរបស់យើងក្នុងឋានៈជាអតីតនាយករដ្ឋមន្ត្រីខ្ញុំមានការទទួលខុសត្រូវមួយដោយសូមអភ័យទោសពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសអំពីការដែលខ្ញុំជឿទុកចិត្តគេពេកដោយខ្វះការត្រៀមរៀបចំគ្រប់គ្រាន់សម្រាប់អ្នកបន្តវេនទាំងអស់គ្នាបានដឹងហើយថាប្រទេសនេះខ្ញុំបានដឹកនាំប្រទេសនេះពីសង្គ្រាមបែកបាក់មួយមកកាន់ប្រទេសដែលមានសន្តិភាពមួយពេញលេញចំនួននេះកាលពីដើមរូបថតមួយដែលគេចំណាំតែបង្ហោះតែមានរូបថតអាដាមកែកំយ៉ានអាដាមសិនសុងគឺដូចជាយើងទៅបាញ់ BM21 នៅតាណាស្វាយជេកហើយបាញ់ទៅបឹងតកួនទៅខាងនេះបឹងតកួនកាលពេលនោះគឺកងទ័ពរបស់គណៈសេរំដោះប្រជាពលរដ្ឋខ្មែរដែលហៅថា KP រូបភាពនោះគឺរូបភាពនៅក្នុងឆ្នាំ1990ចឹងពេលនោះប្រទេសរបស់យើងនៅមានសង្គ្រាមហែកហួរគ្នាប៉ុន្តែតាមរយៈនយោបាយឆ្នេះនេះគឺយើងបង្កើតឲ្យមានស្ថានភាពនៃប្រទេសមួយដែលមានតំបន់ត្រួតត្រាមួយទន្ទឹមនឹងនោះខ្ញុំដាក់ចេញគោលដៅសំខាន់ពីរក្រោយបានឯកភាពទឹកដីហើយខ្ញុំបានដាក់ចេញនៅគោលដៅពីរសំខាន់គោលដៅទី1ប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍដូចជាតំបន់ដែលយើងមានជាបឹងតកួនជាជោគជ័យជាព្រៃច័ន្ទអីជាដើមឲ្យคล้ายទៅជាតំបន់ដែលមានការអភិវឌ្ឍតំបន់ជាច្រើននៅទូទាំងប្រទេសសុទ្ធតែคล้ายទៅជាតំបន់អភិវឌ្ឍមិនមែនគ្រាន់តែកន្លែងហ្នឹងទេគ្រប់ទីកន្លែងទាំងអស់ដែលធ្លាប់តែប្រយុទ្ធគ្នាឲ្យคล้ายទៅជាតំបន់ដែលមានការអភិវឌ្ឍគោលដៅទី2គឺប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍអញ្ចឹងគោលដៅធំទាំងពីរនេះយើងបានខិតខំធ្វើជាមួយវៀតណាមយើងបានដោះស្រាយព្រំដែនរហូតទៅដល់ 84% និងនៅសល់ប្រមាណ%ទៀតកំពុងតែដោះស្រាយជាមួយគ្នាជាមួយឡាវយើងបានដោះស្រាយជាមួយគ្នាទៅដល់ 86% ជាមួយថៃទោះបីថាមិនតាន់បានធ្វើអីជាមួយគ្នាច្រើនក៏ដោយក៏ប៉ុន្តែយើងបានសម្រួលគ្នាហើយបង្កើតទំហំពាណិជ្ជកម្មរវាងកម្ពុជាថៃឡើងដល់ជាង 10,000 លានថៃនាំចូលមកស្រុកខ្មែរមួយឆ្នាំប្រមាណជាង 10,000 លានយើងនាំទៅថៃបានត្រឹមតែ 1,100 លានទេសម្រាប់កម្ពុជាជាមួយវៀតណាមយើងបានធ្វើឲ្យទំហំពាណិជ្ជកម្មកាលពីឆ្នាំកន្លងផុតទៅនេះវាលើស 10,000 លានយើងត្រូវចុះហត្ថលេខាជាមួយវៀតណាមហើយតម្លើងកម្រិតទៅដល់100ទៅដល់ 20,000 លានអញ្ចឹងទេចំណុចទាំងនេះបង្ហាញអំពីការយកចិត្តទុកដាក់របស់យើងទៅលើកិច្ចសហប្រតិបត្តិការជិតខាងល្អចំនួនទោះបីថាកាលឆ្នាំ2008រហូតដល់ឆ្នាំ2011និង2013មានបញ្ហាបន្ទុះសារាយនៅឯប្រាសាទព្រះវិហារនៅឯខេត្តឧត្តរមានជ័យប៉ុន្តែយើងមិនរីករាលដាលទូទាំងព្រំដែនទេហើយក៏មិនរីករាលដាលទូទាំងពីវិស័យយោធាទៅកាន់វិស័យសេដ្ឋកិច្ចសង្គមគិច្ចនិងពីទំនាក់ទំនងដទៃទៀតដែរដោយសារការជឿទុកចិត្តទីហើយព្រោះខ្ញុំជាមួយប្រយុទ្ធច័ន្ទអូចាអតីតនាយករដ្ឋមន្ត្រីនៃប្រជាជាតិចក្រថៃពីឆ្នាំ2014រហូតដល់ឆ្នាំ2023រយៈពេល9ឆ្នាំបានធ្វើការជាមួយគ្នាយ៉ាងល្អិតល្អន់ខ
ខ្ញុំជាមួយអាដាមអតីតនាយករដ្ឋមន្ត្រីប្រយុទ្ធច័ន្ទអូចាបានធ្វើដំណើររួមគ្នាទៅលើរថភ្លើងឆ្លងកាត់ប៉ោយប៉ែតដែលបង្ហាញពីការតភ្ជាប់ខាងមួយផ្នែកគឺស្ទឹងបត់តែមួយខាងទៀតភ្លើងដែកសម្រាប់ការតភ្ជាប់ដោយសារការជឿទុកចិត្តនេះហើយបានជាខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញគឺมันបានត្រៀមរៀបចំណាមួយសម្រាប់ការប្រយុទ្ធទេអញ្ចឹងពេលដែលមានសភាពការគឺយើងនេះជាកំហុសរបស់ខ្ញុំមិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេជាកំហុសរបស់ខ្ញុំដែលខ្ញុំខ្វះការត្រៀមរៀបចំខ្លួនដើម្បីការប្រយុទ្ធមួយប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងក៏បានទប់ទល់សភាពការនៃសង្គ្រាមនេះហើយខិតខំដោះស្រាយដល់សន្តិវិធីមានបញ្ហាខ្លះយើងត្រូវហ៊ានទទួលខុសត្រូវទៅលើបញ្ហាអតីតកាលដែលខ្លួនបានសាងខ្លួនខ្ញុំដោយសារតែជឿទុកចិត្តគេពេកអញ្ចឹងសមត្ថភាពផ្នែកអាវុធយុទ្ធភ័ណ្ឌគឺហាក់ដូចជាថាវាស្រឡាញ់លុយពេកចង់យកលុយទៅធ្វើស្ពាតចង់លុយទៅធ្វើផ្លូវចង់យកលុយទៅធ្វើនេះធ្វើនោះធ្វើមន្ទីរពេទ្យធ្វើសាលារៀនអូក៏ភ្លើងម្ដងក្របជួនកាលមកក្របតម្លៃរាប់សិបម៉ឺនក៏មានដែរហើយតម្លៃក៏នៅក្របខ្ញុំនិយាយពីក្របបាញ់ធម្មតា BM21 កាលពីមុននេះត្រឹមតែ$1,200ទេឥឡូវ$4,000ក្នុងមួយក្របនោះក្នុងមួយក្របចឹងទេដោយសារតែចង់សន្សំលុយដើម្បីទៅយកបង្វែរឲ្យការចំណាយវិស័យយោធាទៅកាន់វិស័យសង្គមគិច្ចនិងអប់រំជាពិសេសគឺវិស័យសុខាភិបាលនិងអប់រំដល់ទៅពេលមានការគឺយើងបែរជាយុទ្ធភ័ណ្ឌរបស់យើងវាមិនគ្រប់គ្រាន់ប៉ុន្តែយ៉ាងណាក៏ដោយយើងអត់ចង់យើងនិយាយរួមមិនចាំយើងមិនគិតថាវាមានសង្គ្រាមឈ្លានពានមួយកើតឡើងលើទៅទូទាំងព្រំដែនរាលដាលតាំងពីម៉ោង3រហូតទៅដល់មាត់សមុទ្រយើងមិនគិតថាវាមានរឿងនឹងកើតឡើងទេនេះគឺតាត្រៀមរៀបចំជាមុនប៉ុន្តែឥឡូវរឿងវាបានកើតហើយខ្ញុំមិនចង់និយាយថយក្រោយច្រើនពេកទេប៉ុន្តែថ្ងៃនេះខ្ញុំមានសារពិសេសជូនចំពោះពលរដ្ឋកម្ពុជាទាំងអស់ទាំងនៅទីនេះនិងនៅទូទាំងប្រទេសដែលនឹងមានការផ្សព្វផ្សាយនៅទូទលំទលាយនៅក្នុងប្រទេសក៏ដូចជាទៅក្រៅប្រទេសពិតមែនតែខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីតទៅទៀតក៏ប៉ុន្តែយ៉ាងហោចណាស់ពេលនេះខ្ញុំជាប្រមុខរដ្ឋស្ដីទីហើយក៏ជាប្រធានគណៈបកកណ្ដាលអំណាចមួយដែរដែលជានិច្ចកាលត្រូវធ្វើការជាប់ជាមួយនឹងនាយករដ្ឋមន្ត្រីមិនមែនជាបញ្ហាឪឬកូនទេក៏ប៉ុន្តែរឿងវាបែបនេះក្នុងរចនាសម្ព័ន្ធអំណាចបើទោះបីខ្ញុំមិនមែនជាប្រមុខរដ្ឋស្ដីទីខ្ញុំជាប្រធានព្រឹទ្ធសភាក៏នៅតែខ្ញុំមានលទ្ធភាពដើម្បីនឹងពិភាក្សាអំពីកិច្ចការទាំងអស់នេះហើយលើដំបូងខ្ញុំចង់ប្រសិទ្ធនាមហេតុអីបានយើងត្រូវកសាងផ្ទះនេះតើផ្ទះនេះភូមិនេះគួរដាក់ភូមិអីខ្ញុំសំណូមពរចេះយើងមិនមែនធ្វើភូមិនេះហើយយើងបោះបង់ចោលការទាមទារដីរបស់យើងទេភូមិនេះខ្ញុំសូមស្នើដាក់ថាជាភូមិរងចាំអញ្ចឹងសូមបែងចែកប្លុកទៅភូមិរងចាំទី1ភូមិរងចាំទី2ភូមិរងចាំទី3ភូមិរងចាំទី4ព្រោះភូមិវាធំណាស់4ម៉ែត្រថា4គីឡូ4ជ្រុងសូមអរគុណអាដាមកែកម្យ៉ាងដែលបានផ្ដល់ដីនេះសម្រាប់ការសាងសង់
ហេតុផលខ្ញុំមានន័យរបស់ខ្ញុំមិនមែនបងប្អូនមករស់នៅនេះទីនេះហើយយើងមិនទៀមទាដីរបស់យើងត្រឡប់មកវិញទេដីរបស់យើងគឺយើងត្រូវទៀមទាត្រឡប់មកវិញប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវបកស្រាយដោយចំហនាយករដ្ឋមន្ត្រីបាននិយាយហើយថាដោះស្រាយដោយសន្តិវិធីមិនថានាយករដ្ឋមន្ត្រីទេសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសិតតែបានបញ្ជាក់ថាការដោះស្រាយដោយសន្តិវិធីតើសន្តិវិធីនេះវាយ៉ាងម៉េចហើយឥឡូវយើងកំពុងតែបាត់បង់ផ្ទះសម្បែងដីធ្លីមួយចំនួនដែលទាហានថៃកំពុងកាន់កាប់យើងមិនបានទទួលស្គាល់នៅការប្រើប្រាស់កម្លាំងដើម្បីកាន់កាប់ទេចំណុចនេះគឺជាចំណុចដែលនៅលើពិភពលោកអត់មាននរណាប្រើប្រាស់កម្លាំងដើម្បីនឹងកំណត់ព្រំដែនទេនៅលើព្រំដែនទេឥឡូវជំរើសមានតែពីរទេជំរើសមានតែពីរទេខ្ញុំសូមឲ្យបងប្អូននៅទីនេះក្តីនៅទូទាំងប្រទេសក្តីនិងបងប្អូននៅក្រៅប្រទេសក្តីសិក្សាឲ្យបានច្បាស់ហើយធ្វើសមាធិឲ្យបានច្បាស់ទៅលើការដោះស្រាយដំណោះស្រាយតើយើងយកដំណោះស្រាយមួយណាមានការជ្រើសរើសតែពីរទេមួយគឺការប្រើប្រាស់កម្លាំងដើម្បីវាយយកត្រឡប់មកវិញហើយមួយទៀតការដោះស្រាយដោយសន្តិវិធីពួកជលនិយមខ្មែរមួយចំនួននៅក្រៅប្រទេសចង់ណាស់ឲ្យយើងប្រើប្រាស់កម្លាំងដើម្បីវាយកាន់កាប់ត្រឡប់មកវិញប៉ុន្តែខ្ញុំសូមសួរបងប្អូននៅទីនេះតើចង់មានសង្គ្រាមសាជាថ្មីឬអត់សូមលើកដៃមើលឥឡូវអ្នកណាខ្លះចង់ឲ្យវាយឥឡូវនឹងសូមសួរអ្នកណាខ្លះចង់ឲ្យប្រើប្រាស់កម្លាំងសូមបញ្ជាក់ខ្ញុំជាអតីតទាហានតាំងពីអាយុ18ឆ្នាំរហូតដល់ពេលនេះខ្ញុំនៅតែជាតួអង្គម្នាក់ក្នុងចំណោមតួអង្គដែលមានឥទ្ធិពលទៅលើកម្លាំងប្រអាវុធក៏ប៉ុន្តែរឿងនេះយើងត្រូវឃើញឲ្យច្បាស់ជាមុនតើយើងត្រូវយកតាមការញុះញង់របស់ពួកជននិយមនៅក្រៅប្រទេសទេឥឡូវខ្ញុំសូមបញ្ជាក់ហេតុអីបានជាយើងមិនប្រើប្រាស់កម្លាំងដើម្បីនឹងវាយកាន់កាប់ខ្ញុំសូមអានជាមួយនឹងការសេចក្តីថ្លែងការណ៍នៃបទជុបាញ់កាលពីថ្ងៃទី7ថ្ងៃទី27គឺពួកខ្ញុំដាក់មកដែរព្រោះកុំឲ្យនិយាយខុសទៅនិយាយទៅវាខុសមិនខ្ញុំមិនចាំទេក៏ប៉ុន្តែខ្ញុំចង់អានឲ្យវាចំចង់អានឲ្យវាចំក្នុងនេះខ្ញុំសូមរំលឹកទី1ភាគីទាំងពីរឯកភាពគ្នាលើបទជុបាញ់ជាបន្តក្រោយចាការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគិតចាំពីម៉ោង12ថ្ងៃត្រង់ម៉ោងក្នុងសពថ្ងៃទី27ខែធ្នូឆ្នាំ2025ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទគ្រប់ករណីនិងនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិលគោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀតភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬធ្វើសកម្មភាពរុលទៅមុខឬចល័តកម្លាំងទៅលើទីតាំងឬកងកម្លាំងរបស់ភាគីម្ខាងទៀតក្នុងកាលៈទេសៈណាក៏ដោយភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត2
ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀតមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅក្នុងទីតាំងរបស់ភាគីម្ខាងទៀត3ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបានសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រមការងារចម្រុះទៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីចនមីនភាគីទាំងពីរឯកភាពជឿថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតលើការងារវាស់វែងនិងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅចំណុចទី3នេះគឺជាចំណុចដែលយើងត្រូវតែអត់ធ្មត់បន្តិចព្រោះនៅក្នុងសេចក្តីព្រមព្រៀងនៃប្រកាសឈប់បាញ់មាននិយាយទៅដល់បញ្ហាទាក់ទិននឹងការវាស់វែងកំណត់ព្រំដែនត្រង់ថាឥឡូវនេះខាងភាគីថៃយើងអាចយោគយល់អំពីការយឺតយ៉ាវរបស់គាត់ក៏ប៉ុន្តែសង្ឃឹមថាពួកគាត់នឹងគោរពនឹងការសន្យាទៅលើអ្វីដែលមានរួចនៅត្រង់ថាពេលមុនគាត់ត្រូវរំលាយសភាហើយគាត់ត្រូវបោះឆ្នោតឡើងវិញគាត់ថារដ្ឋាភិបាលចាំផ្ទះគ្មានសិទ្ធិធ្វើទេអាហ្នឹងគឺគាត់មានហេតុផលអញ្ចឹងក្រោយមកគាត់ថាប្រធានគណៈកម្មការព្រំដែនមិនតាន់បានចាត់តាំងនឹងគាត់ពជាទៀតដល់ឥឡូវគាត់ពជាថាមកពីយើងនឹងដាក់អាដែងបញ្ហាសមុទ្រទៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិនៃច្បាប់សមុទ្រដែលថាគាត់មិនចរចាបើគាត់មិនចរចាទេពិភពលោកឈរមើលឬយ៉ាងម៉េចតើតើណាកថាខណ្ឌទី3ដែលគណៈកម្មការព្រំដែនទៅធ្វើសកម្មភាពនេះជាការចុះហត្ថលេខារវាងភាគីទាំងពីរនៅក្នុងដំណើរការនៃបទចុះបាញ់ប៉ុន្តែឥឡូវខ្ញុំវិលមកនិយាយចេះវិញតើយើងត្រូវវាយដោយប្រើប្រាស់កម្លាំងមិនមែនបានសក្តិថាកម្ពុជាគ្មានលទ្ធភាពតលសោះនោះទេប៉ុន្តែខ្ញុំសូមបង្ហាញអំពីផលវិបាកបើសិនជាយើងផ្ទុះអាវុធភ្លាមយើងក្របទី1គឺជាក្របដែលកម្ពុជាត្រូវបរាជ័យហេតុអីយើងទទួលបរាជ័យខាងផ្នែកនយោបាយនិងការទូតដោយយើងជាអ្នកបំពេញការឈប់បាញ់តែម្ដងព្រោះកាលណាតវាយតដាមគឺយើងតាំងតែផ្ទុះអាវុធមុនណាវាជាការធម្មតាបើយើងផ្ទុះអាវុធត្រូវតែវាយតដាមគឺត្រូវតែផ្ទុះអាវុធហ្មងបើផ្ទុះអាវុធមុនមានន័យថាកម្ពុជាត្រូវទទួលការខាត់បងធំធេងទៅលើបញ្ហាតាក់ទិនជាមួយនឹងរំលោភលើបទច្បាប់អញ្ចឹងអន្តរជាតិនឹងដាក់កំហុសមកលើយើងធ្ងន់ធ្ងរហើយគេចាត់ទុកថាយើងជាអ្នកបង្កហេតុគេចាត់ទុកថាយើងជាអ្នកបង្កហេតុដូច្នេះយើងអត់ត្រូវធ្វើរឿងនេះទេអាហ្នឹងគឺជាបរាជ័យខាងនយោបាយនិងការទូតភ្លាមត្រូវចងចាំទៅលើចំណុចនេះ
ហើយសុំឲ្យពួកអ្នកនិយមជ្រុលក្តាប់ឲ្យជាប់បញ្ហាកុំមើលឈើម្ដើមត្រូវមើលព្រីទាំងមូលអ្នកមិនតាន់មានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីហើយក៏មិនធ្លាប់ធ្វើនាយករដ្ឋមន្ត្រីដែរហើយណាស់ខ្ញុំគ្រប់គ្រងប្រទេសនេះរយៈពេល37ឆ្នាំ47ឆ្នាំរួចហើយក្នុងនោះមុខតំណែងជានាយករដ្ឋមន្ត្រី38ឆ្នាំដូច្នេះខ្ញុំស្គាល់ថាតើអ្វីគួរធ្វើអ្វីដែលមិនគួរធ្វើគួរធ្វើការបរាជ័យខាងផ្នែកនយោបាយនិងការទូតវាធ្ងន់ធ្ងរជាងការបរាជ័យខាងយោធាទៀតពិភពលោកលេខយោគយល់ឥឡូវនេះពិភពលោកគ្មានអ្នកណាជឿថាប្រទេសទូចមួយហ៊ានទៅលូកខ្លោមធំទៅវាយប្រទេសដទៃទេមិនដែលមានទេពិភពលោកកំពុងតែមានសមានចិត្តចំពោះយើងបើយើងទូអាវុធដើម្បីនឹងយកមកត្រឡប់មកវិញគឺច្បាស់ណាស់ថាក្របទី1ដែលចេញទៅស្មើនឹងការចាញ់របស់យើងខាងប្រៃនយោបាយនិងការទូតសម្រាប់កម្ពុជាយើងចំពោះមុខភ្នែកអន្តរជាតិមិនថាប្រទេសតូចឬប្រទេសធំទេទី2លទ្ធផលយើងអាចដឹងបានប្រសិនបើអាវុធទៅផ្ទុះកងទ័ពរបស់យើងក៏ទៅស្លាប់កងទ័ពរបស់យើងក៏ត្រូវរបួសប្រជាជនក៏ត្រូវស្លាប់ប្រជាជនក៏ត្រូវរបួសសូម្បីតែភូមិដែលយើងកំពុងសាងសង់ហើយនេះក៏អាចនឹងរត់ចោលសារជាថ្មីម្ដងទៀតដែរព្រោះយើងពីនេះទៅព្រំដែនដូចជា8គីឡូម៉ែត្រទេយូរបាទត្រឹមតែ8គីឡូទេណាកំភ្លើងធំគេអាចបាញ់មកដល់ដ្រូនគេអាចបាញ់មកដល់យើងក៏បាញ់ទៅដល់គេវិញដែរអញ្ចឹងតើយើងត្រូវចំណាយជីវិតទាហាននិងជីវិតរបស់ប្រជាជនប្រមាណអ្នកទៀតហើយតើយើងត្រូវជំនះប្រជាជនប្រមាណអ្នកទៀតអញ្ចឹងរឿងនេះជារឿងដែលយើងមិនចង់បានជារឿងដែលមិនចង់បានអញ្ចឹងដំណោះស្រាយខាងយោធាมันអាចទៅរួចទេហើយម្យ៉ាងទៀតសូមបញ្ជាក់ទោះបីជើងវាយក៏មិនប្រកាសថាយើងវាយបានមិនប្រកាសព្រោះគេក៏មានកំភ្លើងយើងក៏មានកំភ្លើងអញ្ចឹងបើសិនជាយើងទី1យើងអាចវាយយកមិនបានទី2យើងវាយយកបានហើយក៏ប៉ុន្តែយើងក៏មិនអាចឈរជើងបានដែរវាយទៅវាយមកដោយសង្គ្រាមរវាងតំបន់ហ្គាហ្សានិងអ៊ីស្រាអែលនិងរវាងប្រទេសខ្លះដែលមានព្រំដែនជាប់ចំនួនជាមួយគ្នាវាคล้ายទៅជាចំនួនតពូជតពួងតចំណត់ចឹងទេតែយើងចង់បានទេស្ថានភាពបែបនេះយើងពិតជាមិនចង់បានទេដូច្នេះបានជានៅក្នុងរឿងរកវត្តច្បាច់យើងត្រូវគោរពនៅការច្បាច់នោះចឹងកងទ័ពរបស់យើងត្រូវធ្វើសកម្មភាពណាក៏ដោយត្រូវថ្នាក់ក្រោមរបស់ច្បាច់កុំបំពានហើយខ្ញុំសូមនិយាយដោយត្រង់គឺដោយសារតែមានការផុសភេកតាម TikTok ហ្នឹងទៅរិនមានមកដែរយុទ្ធភូមិភាគទី5អត់បានមករឿងសពើលូនរឿងអីយើងទៅកាយដីដាក់ធ្វើជាតំណប់ណាហើយអត់សួរដល់នាយករដ្ឋមន្ត្រីទេណាអត់សួរដល់នាយករដ្ឋមន្ត្រីអានឹងជាការបកហេតុណានាយករដ្ឋមន្ត្រីបានស្ដីបន្ទោសយ៉ាងខ្លាំងណាខ្ញុំក៏បានដឹងតាមរយៈដែលសារខាងនាយករដ្ឋមន្ត្រីដាក់មកខ្ញុំទេខ្ញុំថាអាធនហ្នឹងគឺជាធនគ្រោះថ្នាក់នេះជាការបកហេតុរឿងថៃបិទទល់ដែនគឺបិទទៅកុំទៅរវល់ចាំបិទ500ឆ្នាំទៀតបិទទៅមិនចាំបាច់និយាយច្រើនទេហេតុអីបានយើងទៅកាយដីដាក់លើផ្លូវណាថាកុំឲ្យគេនិយាយពីរឿងបិទមិនបិទអត់ទេរឿងនេះគឺជារឿងខុសដែលមិនអាចទៅរួចទេ
អាចធ្វើទៅរួចព្រំដែនកម្ពុជាថៃត្រង់គាត់បើកឬក៏បិទព្រោះនាយករដ្ឋមន្ត្រីរបស់គាត់ពេលឃោសនាបោះឆ្នោតគាត់និយាយថាអ្នកណាបើកព្រំដែនគឺឆ្កែអញ្ចឹងកុំរងចាំឲ្យសោះហើយយើងខ្ញុំបានឆ្លើយតបប្រមាណដងហើយណែឯងចង់បិទក៏បិទទៅបិទ100